ជំរាបសួរបងប្អូនចាថ្ងៃនេះខ្ញុំមាន topic មួយតាក់ទងនឹងអ្នកគាត់មានបញ្ហាឈឺចង្កេះលៀនឌីតើគាត់គួរអនុវត្តវិធីណាមិនគួរអនុវត្តវិធីណានិងអាហារណាគួរញ៉ាំនិងអាហារណាមិនគួរញ៉ាំទី1ហ្នឹងគឺខ្ញុំសូមបញ្យល់បងប្អូនតាក់ទងនឹងឌីសដោយសារមានអតិថិជនជាច្រើនគាត់អត់ទាន់ដឹងថាឌីសហ្នឹងគឺជាអ្វីទេអញ្ចឹងឌីសហ្នឹងគឺជាទម្លាប់ឆ្អឹងកងដែលភ្ជាប់ពីឆ្អឹងកងមួយមកឆ្អឹងកងមួយទៀតបងប្អូនអាចមើលនេះបងប្អូននេះឌីសអញ្ចឹងគឺជាសារធាតុរាវមួយទុនដែលបើនៅប្រឡោះឆ្អឹងកងរបស់យើងដែលយើងអាចធ្វើចលនាបត់បែនទៅលើទៅក្រោមទៅឆ្វេងទៅស្ដាំអីគឺយើងពឹងនៅលើកម្លាំងឌីសហ្នឹងឯងអញ្ចឹងបើសិនជាបងប្អូនរាល់ថ្ងៃកំពុងតែមានបញ្ហាឈឺចង្កេះឬក៏ដឹងថាខ្លួនឯងកំពុងមានជំងឺលៀនឌីសបងប្អូនគួរតែស្វែងយល់បន្ថែមតើអាហារមួយណាដែលបងប្អូនគួរតែញ៉ាំចាអាហារគួរញ៉ាំហ្នឹងគឺបងប្អូនញ៉ាំអាហារសុខភាពដែលមានដូចជាបន្លែផ្លែឈើអាហារដែលមានជាតិខ្លាញ់ល្អដូចជាត្រីសាម៉ុនដែលសម្បូរទៅដោយអូមេហ្គា3និងពពួកបន្លែផ្លែឈើដែលសម្បូរទៅដោយសារជាតិចិញ្ចឹមខ្ពស់ចាមានដូចជាផ្លែប័របន្លែបៃតងហើយមួយទៀតហ្នឹងគឺពពួកតែបៃតងដែលបងប្អូនគួរតែជ្រើសរើសជាពិសេសហ្នឹងគឺញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ហើយបងប្អូនអាចញ៉ាំទៅគឺជួយបង្កើនជាតិទឹកសន្លាក់របស់យើងជាពិសេសហ្នឹងគឺជួយបង្គ្រប់ជាតិទឹកនៅនេះរបស់យើងឲ្យមានសុខភាពល្អនិងមាំមួនចាអាហារដែលមិនគួរញ៉ាំបងប្អូនជៀសវាងអាហារគ្រឿងសង្វឹងទី2អាហារបន្លែខ្លាំងទី3អាហារដែលមានជាតិស្ករខ្ពស់ហើយមួយទៀតគឺអាហារដែលមានខ្លាញ់ខ្ពស់ចាចំណុចទី2ហ្នឹងគឺអិយាបថណាគួរធ្វើនិងអិយាបថណាមិនគួរធ្វើអញ្ចឹងអិយាបថដែលគួរធ្វើបងប្អូនត្រូវតែមានទម្លាប់ហាត់ប្រាណគឺហាត់ប្រាណឲ្យបានត្រឹមត្រូវនិងស្វែងរកអ្នកជំនាញដែលមានជំនាញពិតប្រាកដដែលអាចជួយបញ្ហាឈឺចង្កេះបងប្អូនចាអាទីដែលមិនគួរធ្វើគឺការគេងបងប្អូនការគេងបងប្អូនមិនគួរគេងលើរបស់ដែលទុនខ្លាំងឬរបស់ដែលដក់ឡុកឆ្អឹងខ្នងបងប្អូនឧទាហរណ៍ដូចជាមានប៉ៅអីពុកខ្លាំងឬក៏សឡុងទុនឬក៏អង្រឹងចាបើសិនជាបងប្អូនអនុវត្តវិធីខាងលើហើយទទួលបានផលតិចហើយបងប្អូនចង់បានប្រសិទ្ធភាពនៃការព្យាបាលលឿនធូរស្បើយលឿនកុំភ្លេចតាក់ទងមកកម្មគីមសានរបស់យើងថ្ងៃនេះទទួលការប្រឹក្សាយោបល់និងទទួលការព្យាបាលដែលជួយបងប្អូនបានធូរលឿនហើយឆាប់រហ័សអញ្ចឹងបងប្អូនកុំភ្លេច follow page ចា share វីដេអូនេះមួយផងហើយតាក់ទងនៅតាមរយៈលេខទូរស័ព្ទខាងលើបានអរគុណ